ដល់លោកគ្រូដូចជាអ្នកមើលទាំងអស់គ្នាចានាងខ្ញុំឈ្មោះសុខលៀនតំណាងក្រុមទី1ហើយយើងជាមួយនឹងសមាជិករួមក្រុមរបស់ខ្ញុំមានខ្ញុំខសស្មាតពិសេសខ្ញុំបណ្ណាខ្ញុំវាស្រីមានខ្ញុំឈ្មោះតាក់កឹមសឿនចូលខាជាមួយពួកយើងថ្ងៃនេះនឹងធ្វើការពិសោធន៍អំពីឥទ្ធិពលកំណត់លើអង្គភាពរាវតាមរយៈកណ្ដាប់ពុទ្ធដូច្នេះសូមមើលការពិសោធន៍របស់យើងជាមួយกันទៅសម្ភារៈរួមមានទឹករាងរបួសដែលធ្វើជាលក្ខទូកញ្ចក់ទឹកចង្ក្រានហ្គាសឆ្នាំងហើយនិងទឹកក្តៅពុំមួយអញ្ចឹងទៅលើការពិសោធន៍របស់យើងខ្ញុំគឺប្រើទឹករាងរបួសតែគាត់យើងអាចប្រើលក្ខណៈដោយសារខ្ញុំបាត់លក្ខខ្ញុំប្រើទឹកនេះដើម្បីជំនួសឲ្យលក្ខណាយើងត្រូវការកែកញ្ចក់ដើម្បីអាចផលិតមើលបានដូចនេះដូច្នេះដំណើរការនៃការពិសោធន៍របស់យើងខ្ញុំគឺមានការបញ្ចប់តាមដាក់ទឹក3ភាគ4នៃបរិមាណកែវក៏បានដែរហើយខ្ញុំនឹងធ្វើការដាំទឹកពុះមួយឆ្នាំងនេះទឹកក៏បានពុះហើយសីតុណ្ហភាពទឹកពុះគឺ100អង្សាសេដូច្នេះយើងនឹងធ្វើការពិសោធន៍យើងមើលទឹកក្នុងកញ្ចក់នេះគឺជាទឹកត្រជាក់មានសីតុណ្ហភាពធម្មតាហើយនេះគឺជាទឹកពុះដែលមានសីតុណ្ហភាព100អង្សាសេដូច្នេះខ្ញុំនឹងដាក់ទឹកពណ៌នេះចូលទៅក្នុងទឹកដើម្បីសម្គាល់បែងចែករវាងទឹកក្តៅនិងទឹកភ្លៀងឲ្យដាច់ស្រេចអូខេឥឡូវទឹកពុះហើយណាទឹកពុះហើយអ្នកគាត់កាច់ទៅបានប៉ុន្តែមុននឹងខ្ញុំធ្វើការពិសោធន៍ខ្ញុំសូមសួរអ្នកទាំងអស់គ្នាសិនយើងបានសិក្សាអំពីឥទ្ធិពលនៃកម្ដៅលើអង្គធាតុនេះមែនណាតើកម្ដៅជាឥទ្ធិពលយ៉ាងដូចម្តេចទៅលើអង្គធាតុរឹងរាវនិងស្មាំអត់ទេចាសូមជឿតើទឹកកម្មពលកម្ដៅក៏កម្ដៅនេះមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើអង្គធាតុរឹងរាវនិងស្មាំបាទលោកដៅលោកពលលើអង្គធាតុរឹងរាវស្មាំគឺអាចធ្វើឲ្យស្មាំនឹងទឹកអង្គធាតុរាវនិងអង្គធាតុរឹងនេះគឺអាចមានសូមតែដៃអត់សុំទៅចាដូចតែបានបញ្ជាក់មកវិញអញ្ចឹងគឺឥទ្ធិពលនៃកម្ដៅបានធ្វើឲ្យអង្គធាតុមិនថារឹងរាវឬក៏ស្មាំទេលក្ខណៈសកលនោះគឺការប្រែប្រួលទៅលើមាឌបង្គាវាមានការរីកនិងរូបទៀតកម្ដៅធ្វើឲ្យរីកមាឌណាដូច្នេះហើយថ្ងៃនេះខ្ញុំនឹងពិសោធន៍ដោយយកទឹកក្តៅនេះដែលដាំពុះមាញ់នេះចាក់ចូលទៅក្នុងកែវទឹកត្រជាក់នេះហើយយើងចាំមើលថាតើវានឹងមានអ្វីកើតឡើងនៅពេលនោះដូច្នេះខ្ញុំនឹងចែកសម្រាប់ការតាមក្រុមនីមួយៗដើម្បីឲ្យក្រុមនីមួយៗធ្វើការបានស្មានថាមានអ្វីកើតឡើងបន្ទាប់ខ្ញុំចាក់ទឹកក្តៅចូលទៅក្នុងទឹកចាក់នេះជារូបរឹងៗអ្នកនរគ្នាអាចរឹងបានក្នុងនោះក៏មានចម្លើយចំនួន3ទី1ទឹកក្តៅដាក់លើទឹកត្រជាក់ទី2ទឹកក្តៅជារបាយសាស្ត្ររបាយសាស្ត្រទឹកត្រជាក់និងទី3ទឹកក្តៅគឺលេខត្រង់ដាក់ត្រជាក់អញ្ចឹងសូមធ្វើការជ្រើសរើសខ្ញុំទៅឲ្យនិយាយណាអញ្ចឹងពេលនេះ1នាទីរបស់យើងបានដល់ពេលកំណត់ហើយដូច្នេះខ្ញុំចង់ស្ដាប់ចម្លើយទូទាយរបស់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងទូទាយបែបណាព្រោះអត់របស់វាខ្ញុំសូមអរគុណក្រុមទី1តាមសម្រាប់ចម្លើយក្នុងនេះដែរពេលដែលយើងយកទឹកតាមពុះមកចាប់ចូលជាមួយនឹងទឹកត្រជាក់វានឹងរបាយស្មាសាច់រវាងទឹកក្តៅនិងទឹកត្រជាក់មានការរបាយស្មាសាច់ជួយទីសំចាចាអរគុណគ្រូចាបាទសូមអ្នកក្រុមគាត់ចាខ្ញុំទៅពេលដែលយើងអានទឹកពុះចាំចូលទឹកត្រជាក់ទឹកក្តៅវានឹងអត់ដែរបាទសូមលោកគ្រូក្រុមបន្តទៀតបាទជំរាបគ្រូនៅពេលយើងយកទឹកក្តៅតាមពុះមកចាក់ចូលក្នុងទឹកត្រជាក់គេទទួលបានទឹកក្តៅឲ្យឡើងលើទឹកត្រជាក់ចាតាមគ្រូសូមខំគ្រូណាចូលស្រាប់ខ្ញុំពេលដែលចាក់ទឹកក្តៅចូលក្នុងត្រជាក់ហ្នឹងគឺទឹកក្តៅឲ្យឡើងលើទឹកត្រជាក់អញ្ចឹងបន្ទាប់ពីយើងបានប៉ាន់ស្មាននៅចម្លើយសាររបស់គឺថា3ក្រុមដែលជ្រើសយកចម្លើយគឺទឹកក្តៅណាលើទឹកត្រជាក់មែនទេហើយចម្លែកមួយក្រុមទៀតគឺគាត់ជ្រើសយករបាយស្មារតីរវាងទឹកក្តៅនិងទឹកត្រជាក់ខ្ញុំនេះចាំនឹងចម្លើយថាវាត្រូវឬក៏ខុសចាអញ្ចឹងសូមសង្កេតមកមើលការផ្សាយយើងទាំងអស់គ្នាណាកុំព្រិចភ្នែកដល់ចឹងយើងចាប់ផ្ដើមយកទឹកក្តៅចាក់ចូលទៅក្នុងទឹក
ឥឡូវសង្កេតមើលយើងឃើញលម៉ៃក្រហមនេះគឺជាទឹកក្តៅរបស់យើងដែលពួកខ្ញុំបានដាក់ពណ៌ចូលទៅយើងឃើញមិនដែរទឹកក្តៅណែតមែនអត់ចានេះគឺជាឥទ្ធិពលមួយនៃកម្ដៅដែលធ្វើឲ្យអង្គធាតុរាវរីកញាប់ហេតុអីនៅពេលដែលទឹកត្រូវបានដាក់ទៅលើចង្ក្រានតាមដោយសន្តិភាពខ្ពស់ឡើងដល់100អង្សាសេពេលនោះទឹកកំពុះនៅពេលដែលវារើឥទ្ធិពលនៃកម្ដៅទឹកបានរីកញាប់ដែលប្រែប្រួលដល់ស្ទែនៅពេលណាទឹករីកញាប់ដល់ស្ទែវាចាប់ដើមធ្លាក់ចុះបើន័យថាវាមានដល់ស្ទែទៀតជាងមុននៅពេលដែលវាត្រជាក់ហើយចំណែកទឹកដែលមានក្នុងអាងនេះស្រះគឺជាទឹកត្រជាក់វាមានដល់ស្ទែវាខ្ពស់ដូច្នេះនៅពេលដែលយើងដាក់បញ្ចូលលបាយរវាងទឹកក្តៅដែលមានដល់ស្ទែទាបជាមួយនឹងទឹកត្រជាក់ដែលមានដល់ស្ទែខ្ពស់ពេលនោះលបាយនៃទឹកទាំងពីរនេះគឺអាចជ្រាបចូលបានគ្នាបាននេះដូច្នេះចម្លើយយើងមិនដែរគឺវាមិនអាចជាលបាយស្អាតទេភាសាដល់ស្ទែវាដូចគ្នាចាក់ចូលគ្នាទេចឹងចម្លើយនៃការពិសោធន៍របស់យើងឃើញថាទឹកក្តៅបានអណ្ដែតលើទឹកត្រជាក់ដោយសារវាមានដល់ស្ទែទាបដែរឧទាហរណ៍មួយទៀតពេលអ្នកទាំងអស់គ្នាទៅលេងសមុទ្រដែរហែទឹកសមុទ្រអត់មានអ្នកខ្លះដែរយើងជឿណាពេលហែទឹកសមុទ្រយើងមានអារម្មណ៍ថាយើងស្ដែកប៉ុន្តែបើធៀបជាមួយនឹងពេលយើងហែទឹកផ្សារណាវាមានអារម្មណ៍ថាយើងធ្លាក់ចុះទៅក្រោមលឿនជាងទឹកសមុទ្រពេកអត់ដោយសារអីដោយសារទឹកសមុទ្រមានដល់ស្ទែខ្ពស់ដោយសារមានបង្ហាត់ដល់អញ្ចឹងទៅនៅពេលដែលយើងខ្លួនយើងនេះមានដល់ស្ទែទៀតធ្លាក់ទៅខាងដែរខុសគ្នាជាមួយនឹងទឹកផ្សារមានដល់ស្ទែទៀតដែរនៅពេលដែលខ្លួនយើងមានដល់ស្ទែហាក់ប្រហែលគ្នាឬក៏ទៀតដូចគ្នាចូលទៅយើងឆាប់លេចពីទឹកប្រៃហ្នឹងហើយគឺជាឥទ្ធិពលនៃដល់ស្ទែហើយការដែលប្រែដល់ស្ទែទាំងនេះគឺដោយសារតែឥទ្ធិពលនៃកម្ដៅចំពោះអង្គធាតុរាវអញ្ចឹងការសอบរបស់ខ្ញុំជាដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាមានអីជាចម្ងល់មកវិញទាំងអស់ខ្ញុំនឹងបកស្រាយជូនណាចាំមានទេលោកអ្នកគ្រូមានអីជាឆ្ងល់ទេអត់ចិត្តទេណាចំណាយយើងមិនដែរគ្រូចាអូខេចាអរគុណលោកគ្រូមានហើយអូខ្ញុំសូមសៀបសិនថានេះថ្ងៃហ្នឹងនេះចាដល់ខ្ញុំសូមសៀបបាយឥឡូវសៀបក្រៅកៅបានណាសៀបគ្រូក្តៅអត់អានេះចាបញ្ជាក់មកអ្នកណាចង់សៀបខ្លះសូមអញ្ជើញឡើងមកសៀបតចាអ្នកអញ្ជើញមកតសៀបមើលប៉ិនអត់ទៅលើឆែកថាលោកគ្រូដាក់ម៉ូពីខ្ញុំអីណាអូបញ្ជាក់អែតមានទៀតអត់យើងថាសៀបហ្នឹងគ្រូនេះដៅវាអានេះនេះចេះអូបមកសៀបចង់លុបចូលក៏បានដែរណាតែទីណៃចូលក៏លើខ្លួនឯងចង់ស្ទាបក៏បានចូលក៏បានអញ្ចឹងច្បាស់ហ៎បាត់ទេណាចាំហូបបើសិនជាយើងគោចូលគ្នាមានតែជារបាយស្មារតីលាយចូលគ្នាស្មារតីរបស់អ្នកខ្លះបើសិនជាគោវាស្មើគ្នារបាយវាភាគខ្លះនឹងលាយស្មើសាច់ប៉ុន្តែមិនទាំងស្រុងទេនៅពេលដែលលាយចូលគ្នាហើយអីបើខ្ញុំថាមានរបាយខ្លះចូលគ្នាស្មើសាច់ទឹកក្តៅបាត់ទឹកត្រជាក់ទឹកក្តៅសីតុណ្ហភាពខ្ពស់ទឹកត្រជាក់សីតុណ្ហភាពទាបនៅពេលដែលអាសីតុណ្ហភាពខ្ពស់បាត់សីតុណ្ហភាពទាបវាផ្ទៃសីតុណ្ហភាពបាត់គ្នាមិនអត់ដល់សង្គមផ្ទៃខាងពលកម្ដៅគ្នាពីទឹកក្តៅមកទឹកត្រជាក់មែនអត់អញ្ចឹងនៅពេលដែលយើងចូលទៅអាម៉ូលេគុលរវាងក្តៅត្រជាក់បាត់គ្នាកាន់តែច្រើនអញ្ចឹងការផ្ទៃខាងពលកម្ដៅនឹងកាន់តែលឿនធ្វើឲ្យទឹកក្តៅនឹងឆាប់ចុះត្រជាក់ដែរនៅពេលដែលនេះខ្ញុំប្រាប់ថាទឹកក្តៅ100អង្សាសេចាក់ទឹកចូលទៅត្រជាក់25អង្សាសេចោលឧទាហរណ៍ណាដល់ពេលដែលវាបាត់គ្នាអាទឹកត្រជាក់ស្រូបខាងពលកម្ដៅពីទឹកក្តៅកម្ដៅសីតុណ្ហភាពហើយទឹកក្តៅគឺបញ្ជូនកម្ដៅទៅទឹកត្រជាក់ដើម្បីបញ្ចុះសីតុណ្ហភាពដល់ពេលដែលវាចុះមកដល់សីតុណ្ហភាពស្មើគ្នាដល់ស្ទែវាច្បាស់ជាស្មើគ្នាដល់ពេលដល់ស្ទែវាស្មើគ្នាច្បាស់ណាស់វានឹងអាចលាយរបាយគ្នាចូលជាស្មើសាច់ប៉ុន្តែបើសិនមកអ្នកគ្រូកាន់ទឹកពងពុះចាក់ឈប់ហើយមានទឹកត្រជាក់ដែលអ្នកគ្រូគោគ្នាមកណាខ្ញុំជឿជាក់ថាទឹកក្តៅនឹងធ្លាក់ទៅដល់ក្រោមប៉ុន្តែមិនមែនទាំងស្រុងមានន័យថាបន្តពីណាហើយគ្នាគោគ្នាទឹកក្តៅពីត្រាស់នៅលើប៉ុន្តែមានទឹកក្តៅខ្លះបានធ្លាក់ទៅក្រោមធ្វើឲ្យសីតុណ្ហភាពទឹកនៅក្រោមហ្នឹងក៏ចាប់ដើមឡើងក្តៅដែរប៉ុន្តែមិនក្តៅដល់ទៅខាងលើទេតែបើសិនជាអ្នកគ្រូគោឲ្យយូរហើយទុកឲ្យយូរដល់ពេលដែលសីតុណ្ហភាពវាស្មើគ្នាច្បាស់ណាស់វានឹងរលាយចូលគ្នាហើយក្តៅខាងលើនិងក្រោមទាំងអស់តែម្ដងមិនតែអ្នកគ្រូមានយល់បានទទួលបានចាអរគុណច្រើនសម្រាប់សំណួរណាគ្រូចឹងក្រុមរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ហើយក៏សូមគោរពថ្លែងអំណរគុណដល់លោកគ្រូដែលបានណែនាំមកដល់ការពិសោធន៍នេះហើយក៏មានការរៀបចំក៏ដូចជាមតិកែលម្អច្រើនពេលដែលពួកខ្ញុំឈានដល់ការពិសោធន៍នេះបើសិនជាគ្មានលោកគ្រូដល់យោបល់ណែនាំទេខ្ញុំក៏មិនអាចធ្វើពិសោធន៍នេះបានជោគជ័យដែរហើយក៏អរគុណទៅដល់មិត្តរួមជំនាន់ហើយអ្នកទាំងអស់គ្នាដែលបាន
នេះជិះទៅដាក់លើរបស់ខ្ញុំណាហើយនេះជាមួយឆ្លាតឆ្លងទៅហើយជាពិសេសនោះគឺមើលរឿងក្រុមរបស់ខ្ញុំទោះបីជាមើលលើសកម្មភាពគាត់ថ្ងៃនេះមិនសូវជាទីចូលច្រើនប៉ុន្តែនៅក្នុងការសាកល្បងពិសោធន៍នៅក្នុងការរកសម្ភារៈផ្សេងៗគឺបានគាត់មកជំនួយនិង support ខ្ញុំមិនមែនខ្ញុំ